Ngàyនេះខាង Kairos and Rick របស់ពួកយើងសូមមក review luxury sport watch មួយជូនបងប្អូនទាំងអស់គ្នាដែលនាឡិកាមួយគ្រឿងនេះគឺមកពី brand Patek Philippe ហើយក៏ជា model Aquanaut Travel Time ដែលមាន reference 5164R 001រីឯមុខរបស់នាឡិកាគឺមានទំហំ 40.8 mm គឺស័ក្តិសមទាំងបងបុរសនិងបងនារីអាចពាក់ជាប្រចាំថ្ងៃបានបើយើងមកមើលពី case របស់នាឡិកានេះវិញគឺគេធ្វើឡើងពី rose gold 18K ហើយផ្ទៃខាងក្នុងរបស់នាឡិកាគឺមានពណ៌ brown sunburst ហើយបងរីឯបេតុងខាងkiaនេះវិញគឺពិសេសខ្លាំងមែនតើគឺសម្រាប់បដូរ function ពី local time ទៅ home time វិញបានណាដូច្នេះហើយវាមានភាពងាយស្រួលមែនតើណាបងកន្លឹះរបស់នាឡិកាក៏ធ្វើឡើងចេញពី rose gold 18K ដូចគ្នាវាមានភាពរលាស់ងាយស្រួលក្នុងការបិទបើកខ្សែរបស់នាឡិកាគឺជាប្រភេទ composite rubber បងដូច្នេះហើយវាមានភាពរឹងមាំស្វិតហើយពេលដែលយើងពាក់ទៅគឺ comfort ខ្លាំងមែនតើសម្រាប់នាឡិកាមួយគ្រឿងនេះគឺជាប្រភេទ automatic self winding ដែលមាន power reserve រហូតដល់35ទៅ45ម៉ោងឯណោះហើយក៏មាន water resistant រហូតដល់30ម៉ែត្រផងដែរគឺស័ក្តិសមខ្លាំងមែនតើសម្រាប់បងពាក់ជាប្រចាំថ្ងៃបានដូច្នេះហើយបើសិនជាបងចង់ដឹងពី more detail របស់នាឡិកាមួយគ្រឿងនេះអាច contact មក WhatsApp ឬក៏ page របស់ Kairos and Rick ពួកយើងបាន